Bạn số đây một phần đặc biệt chẳng video ní nhưng gì vì bạn nèប្រើ iPhone បាទមានបញ្ហាក្តៅទូរស័ព្ទហើយនឹងឆាប់អស់ថ្មណាអញ្ចឹងយើងនឹងថាទូរស័ព្ទរបស់យើងនៅពេលដែលកាលណាយើងឡើងកម្ដៅខ្លាំងមានន័យថាទូរស័ព្ទរបស់យើងនឹងមានកម្មវិធីមួយចំនួនបាទគឺវាដំណើរការនៅក្នុងទូរស័ព្ទរបស់យើងបាទហើយយើងអត់ដឹងថាកម្មវិធីទាំងអស់ហ្នឹងវាដំណើរការទេហើយមួយទៀតវានឹងធ្វើឲ្យថ្មឆាប់អស់ហើយនឹងវាឡើងកម្ដៅទូរស័ព្ទណាបាទចាក់ស្ដែងដូចនៅក្នុងទូរស័ព្ទដែលខ្ញុំកាន់នេះបាទខ្ញុំអាសា clear វាអញ្ចឹងតើដល់ជាមួយនឹងថ្មអត់ងាយអស់ទេអញ្ចឹងដើម្បីថែរក្សាថាមពលថ្មឲ្យបានយូរបាទហើយនឹងការពារទូរស័ព្ទកុំឲ្យក្តៅណាអញ្ចឹងយើងត្រូវចូលទៅមើលកន្លែងថ្មបាទថាវាដំណើរការកម្មវិធីអីខ្លះណាបាទអញ្ចឹងជាដំបូងយើងចូលមកកាន់ setting មកបាទបន្តមកទៀតយើងយក battery បាទអញ្ចឹងខ្ញុំសូមបញ្យល់កន្លែងនេះមានន័យថាតទៅជាមួយនឹងថ្មទូរស័ព្ទរបស់យើងបាទបងប្អូនអាចមើលនៅទីបាច់យើង 60% បាទហើយយើងមើលមកក្រោមនេះខាងក្រោមនេះគឺជាកម្មវិធីមួយចំនួនដែលវាធ្វើឲ្យថ្មយើងឆាប់អស់ណាមានន័យថាយើងប្រើទៅលើឧទាហរណ៍ Facebook បាទយើងប្រើ 10% បាទ TikTok យើងប្រើ 7% Messenger អញ្ចឹងណាហើយវាមានច្រើនទៀតយើងចុច view all data នេះមក view all battery មកបាទអញ្ចឹងយើង scroll មកក្រោមទៀតយើងនឹងឃើញបាទយើងយកពាក្យ show more មកទៀតមកបាទអញ្ចឹងយើងនឹងឃើញថានៅក្នុង battery របស់យើងគឺវាមានកម្មវិធីមួយចំនួនដែលដំណើរការបាទដំណើរការអញ្ចឹងវាធ្វើឲ្យថ្មរបស់យើងឆាប់អស់ណាហើយកម្មវិធីទាំងអស់ហ្នឹងដែរនៅពេលដែលវាដំណើរការវាធ្វើឲ្យទូរស័ព្ទរបស់យើងឆាប់ក្តៅណាអញ្ចឹងរបៀបបិទវាយើង back មកវិញមកបាទយើង back មកវិញមកយើងចូលទៅកាន់ setting បាទ setting ដដែលយើងចូលពាក្យ general នេះមកបាទនេះជារបៀបបិទណាបាទរបៀបបិទដើម្បីកុំឲ្យវាឆាប់អស់ថ្មហើយនឹងវាមានបញ្ហាក្តៅទូរស័ព្ទណាអញ្ចឹងយើងចូលបន្តទៀតយើងចូលមកកាន់ background app refresh នេះមកបាទអញ្ចឹងនៅទីនេះហើយគឺជាអ្វីដែលយើងត្រូវបិទបាទកម្មវិធីទាំងអស់ហ្នឹងគឺវាដំណើរការនៅក្នុងទូរស័ព្ទរបស់យើងបាទវាធ្វើឲ្យទូរស័ព្ទយើងអស់ថ្មដល់មិនដឹងខ្លួនបាទពេលខ្លះក៏វាឡើងកម្ដៅអញ្ចឹងដែរអញ្ចឹងរបៀបបិទអ្នកទាំងអស់គ្នាអាចចុចបិទម្ដងមួយចេះក៏បានបាទឬក៏អ្នកទាំងអស់គ្នាចូលទៅកាន់បាទ background app refresh នេះមកបាទនៅខាងលើយើងនឹងឃើញមានពាក្យមួយគេដាក់ថា off បាទអញ្ចឹងយើងដូរពី Wi-Fi and cellular ទៅ off នេះមកបាទអញ្ចឹងយើងបែកមួយយើងឃើញកម្មវិធីទាំងអស់ហ្នឹងគឺត្រូវបានបិទណាកម្មវិធីហ្នឹងត្រូវបានបិទអញ្ចឹងធ្វើរបៀបនេះបាទយើងនឹងអាចថែរក្សាថ្មទូរស័ព្ទរបស់យើងឲ្យកាន់បានយូរជាងមុនហើយនឹងបាទរក្សាថាមពលទូរស័ព្ទរបស់យើងកុំឲ្យក្តៅណាបាទយើងដឹងថាតើក្តៅគឺឆាប់អស់ថ្មហើយអញ្ចឹងវីដេអូនេះសម្រាប់បងប្អូនដែលជួបប្រទះបញ្ហាទាំងអស់ហ្នឹងអាចសាកល្បងធ្វើរបៀបនេះបាន